បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងមកមើលបច្ចេកទេសកសិកម្មនៅប្រទេសគេម្ដងពិតជាទំនើបមែនទែននៅពេលដែលយើងបានឃើញល្អមែនទែនបងប្អូនឧបករណ៍ទាំងនេះគឺបើសិនជាមាននៅស្រុកយើងវិញណាបងប្អូនមិនដឹងថាវាល្អយ៉ាងណាទេនេះព្រោះមើលទៅវាពិសេសមែនទែនក្នុងនាមខ្ញុំជាកសិករនៅពេលដែលឃើញរបស់ទាំងអស់នេះគឺមានអារម្មណ៍ថាស្រឡាញ់ចូលចិត្តចង់បាននេះគេបេះពោតម៉ាស៊ីនប្រមូលផលផ្លែពោតបងប្អូនស្រួលមែនទែនគេមិនបាច់ប្រើមនុស្សឲ្យលឿនទៀតណាតែយើងក៏មិនដឹងថាតម្លៃវាប្រហែលដែរបងប្អូនអានេះឧបករណ៍គេបាញ់ទឹកឬក៏បាញ់ថ្នាំស្រួលបងប្អូនគេបាញ់សពល្អណាអានេះប្រមូលផលអីណាម្ទេសឧបករណ៍ទំនើបមែនតើមើលទៅអានេះអានេះគេកាត់អានឹងកាត់ដើមពោតអីប្រហែលជាម៉ាស៊ីននេះគេយកអានឹងទៅធ្វើជាចំណីសត្វអានេះអាដើមអានេះប្រមូលឲ្យអានេះស្អីគេអានឹងពេញប៉ោះអានេះកសិកម្មទំនើបឧបករណ៍គេហ្នឹងគឺទំនើបមែនតើពេញប៉ោះហ្នឹងមានចែកទៅល្អទៅអន់មកគេអានេះស្ពៃក្តោបដែរអីគេអាហ្នឹងស្ពៃក្តោបគ្រប់បែបគ្រប់យ៉ាងគឺប្រើម៉ាស៊ីនស្រួលហើយគេមានចម្រាញ់អានេះស្ពៃអីចេះស្ពៃយើងធម្មតាស្ពៃធ្វើជ្រក់ធ្វើអីហ្នឹងតាមមើលបងប្អូនហ្នឹងហើយគេយកទៅធ្វើជ្រក់ធ្វើអីហ្នឹងក្រែយកធ្វើគីមឈីអានេះផ្លែប៉ោមកសិកម្មទំនើបដល់ហើយកាលណាបានស្រុកយើងមានអញ្ចឹងណោះចុះនេះស្អីគេបាសដើមកបាសបងប្អូនកបាសម៉ាស៊ីនប្រមូលផលកបាសកបាសគេយកមកធ្វើពុកអីអានេះស្អីគេនេះអានេះស្រូវអីបងស្អីគេណាបងប្អូនស្ដែកអានេះដលងការ៉ុតអីក៏មិនដលងដឹងអីដែរបងប្អូនសិតតែសមិទ្ធផលដែលយើងអាចហូបបានអានេះស្មៅពោតហ្នឹងហើយបងប្អូនអស់នេះអានេះគឺជាកសិកម្មទំនើបនៅប្រទេសគេយើងបើបានចឹងវិញល្អបាយ